អារម្មណ៍សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកជួបយើងនៅព្រឹកនេះដែរយើងមានតម្រុយថ្មីសម្រាប់ពុកម៉ែបងប្អូនទស្សនានឹងមើលកំសាន្តលេងសម្រាប់ថ្ងៃទី24 ខែ 4 2026តម្រុយបីយាយគឺមានប៉ុណ្ណឹងហើយយាយក៏មានសុបិននិយាយជូនពុកម៉ែបងប្អូនស្ដាប់កំសាន្តនេះគ្នាតែមុននឹងនិយាយសុបិននេះក៏សូមពឹងពុកម៉ែបងប្អូនដែលចូលរួមទស្សនាទាំងអស់គ្នានេះកុំភ្លេចជួយចុចពាក្យ like share subscribe ឬក៏នឹងឲ្យ channel ថ្មីយាយម្នាក់មួយផងមុនណាដើម្បីទទួលបានវីដេអូក្រោយៗតែចឹងពុកម៉ែបងប្អូនចូលមកស្ដាប់សុបិនយាយយំនេះយាយសុបិនឃើញមនុស្សស្រីពោះធំតែពោះហ្នឹងអត់តន់ធំទេតែដឹងតែមនុស្សស្រីហ្នឹងពោះធំគាត់ចាញ់កូនគាត់ក្អួតថាក្អួតរហូតចាញ់កូនឃើញយាយហ្នឹងទៅជួយរត់ខ្នងរត់អីគាត់ចឹងណាឃើញថាក្អួតចេញមកឡើងសត្វទឹកចារួចមកវគ្គទៀតឃើញប្តីអ្នកលក់អនឡាញម្នាក់តែយាយអត់ហ៊ាននិយាយបញ្ចេញឈ្មោះទេសុបិនឃើញគាត់បើកឡានស្ពណ៌ម្នាក់ឯងតែបើកវិលទៅវិលមកវិលទៅវិលមកនៅតែមកកន្លែងចាឃើញបើកម្នាក់ឯងណាហ្នឹងហើយចឹងយាយក៏កាត់យក57 58 46 49 96 857 461 469អូហានិងអូសាយចឹងពុកម៉ែបងប្អូនចេះកាត់លេខអីក៏យកតាមហ្នឹងទៅណាចាហើយក៏ជូនពរហេងស្មារតីដល់គ្នាចឹងវីដេអូយាយក៏មានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយបាយ